Hello សុខសប្បាយអ្នកទាំងអស់គ្នាចាក់យ៉ាវិលត្រឡប់មកវិញហើយនេះជាវិធីមួយដែលចរិយានៅយ៉ាងនៅក្មេងគឺផឹកតែក្រូចឆ្មានិងទឹកឃ្មុំជារៀងរាល់ថ្ងៃហើយក៏អាចជួយព្យាបាលពីជំងឺផ្ដាសាយយើងនៅស្រុកអាមេរិកខែត្រជាក់នៅរដ្ឋណាក៏ដោយយើងផឹករាល់ព្រឹកទៅវាជួយមានកម្លាំងជួយឲ្យស្បែកយើងស្អាតយើងក្មេងជាងវ័យហើយគឺរបៀបធ្វើគឺមានមិនច្រើនទេគឺយើងដាំទឹកប្រហែលជា1លីត្រទៅហើយយើងធ្វើទុកហើយយើងធ្វើប្រហែលជា1កធអញ្ចឹងទៅយើងធ្វើទុកអញ្ចឹងទៅហើយមានក្រូច2ក្រូចឆ្មាហើយមានខ្ញីហ្នឹង2 3មើមតាមចំណូលចិត្តទៅហើយយើងលាងក្រូចឲ្យស្អាតហើយយើងក៏ចិតជាចំណិតអញ្ចឹងហើយចិតអញ្ចឹងហើយយើងក៏ដាក់ក្នុងថូទៅទុកមួយឡែកទៅហើយគឺយើងក៏ចាប់ផ្ដើមលាងខ្ញីហើយយើងក៏ចិតសបកវាស្អាតអញ្ចឹងទៅចិតទៅហើយអញ្ចឹងចិតស្អាតអញ្ចឹងទៅហើយចាំយើងចិតជាចំណិតទូចហើយខ្ញីក្រូចឆ្មាហើយនឹងទឹកឃ្មុំវាជួយបានសុខភាពយើងល្អហើយជួយឲ្យយើងរឹងមាំជួយលាងថ្លើមជួយលាងកលៀនហើយជួយឲ្យយើងស្រកគីឡូហើយជួយឲ្យយើងព្យាបាលពីជំងឺផ្សេងដូចផ្ដាសាយដូចអីខែត្រជាក់អញ្ចឹងទៅហើយឲ្យស្បែកយើងភ្លឺសថ្លាសក់យើងក៏ដុះលឿនស្អាតកញ្ចក់ស្អាតវាជួយជំនួយច្រើនដែរខ្ញុំផឹកវាជា5 6 10ឆ្នាំហើយខ្ញុំធ្វើរាល់ថ្ងៃ4ថ្ងៃខ្ញុំធ្វើម្ដងអញ្ចឹងទៅហើយខ្ញុំទិញមកធ្វើទៀតទៅឥឡូវយើងចិតស្អាតអស់ហើយនេះឥឡូវយើងចិតហើយយើងប្រាប់ដើមចិតជាចំណិតទៅណាយើងចិតជាចំណិតអញ្ចឹងទៅហ្នឹងហើយចិតដូចខ្ញុំធ្វើអញ្ចឹងវាមិនពិបាកទេ3 4ថ្ងៃខ្ញុំធ្វើម្ដងខ្ញុំផឹករាល់ដងផឹករាល់ថ្ងៃព្រឹកឡើងមួយកែវយើងផឹកពោះតទេព្រឹកឡើងយើងមុនញ៉ាំអីប្រហែលកន្លះម៉ោងយើងផឹកអានឹងមួយកែវព្រឹកសិនទៅយើងក្តៅយើងក្តៅវាទៅប្រហែលជា1នាទីកន្លះយើងក្តៅហើយយើងផឹកតន់ក្តៅហ្នឹងហើយឥឡូវយើងចាប់ផ្ដើមបុកលុំមិនបាច់បុកទេអ្នកណាចង់មិនចង់បុកយើងកិនប៉ុន្តែកិនខ្ញុំអត់ចូលចិត្តវាម៉ត់ពេកខ្ញុំទុកឲ្យមានសាច់ដូចសាច់ខ្ញីខ្ញុំទុកឲ្យមានសាច់ខ្ញីខ្លះចឹងទៅយើងបុកចឹងទៅនេះជាវិធីមួយដែលខ្ញុំមិនដែលសូវឈឺហើយក៏ខ្ញុំអត់ដែលឡើងគីឡូហើយក៏ខ្ញុំញ៉ាំរាល់ថ្ងៃ6 10ឆ្នាំហើយខ្ញុំធ្វើញ៉ាំចឹងឥឡូវយើងបុករួចអស់ហើយណាឃើញខ្ញុំបុកហើយណាឥឡូវខ្ញុំក៏ដាក់ក្នុងកតោហ្នឹងមានក្រូចឆ្មានៅពីក្រោមហើយខ្ញីហើយខ្ញុំចាក់ទឹកឃ្មុំតាមចំណូលចិត្តកុំផ្អែមពេកហើយឥឡូវហ្នឹងទឹកយើងក៏ល្មមមិនត្រជាក់អីណាហើយក៏មិនក្តៅពេកដែរកុំឲ្យវារលាយកធហើយយើងក៏ចាក់ចូលចឹងទៅហើយក៏យើងមានស្អីដូចចកឹះអីក៏បានស្អីក៏បានឡាព្រាវែងហើយយើងក៏កូរចឹងទៅកូរដើម្បីឲ្យរលាយជាតិទឹកឃ្មុំណាឲ្យលាយឃ្មុំនឹងទឹកនឹងទៅយើងកូរចឹងទៅកូរទុកចឹងទៅហើយមើលអាយុខ្ញុំមើលមិនតិចទេណាហើយមើលខ្ញុំនៅមិនទៅសើមិនបានមែននៅក្មេងស្អាតតែតើក្មេងជាងវ័យគឺខ្ញុំញ៉ាំអាហ្នឹងហើយយើងគ្របទុកចឹងទៅដល់យើងហើយអីហើយយើងទុកនឹងក្រៅឲ្យវាត្រជាក់បន្តិចទៅហើយយើងចាំដាក់ក្នុងទូហើយព្រឹកឡើងយើងចាប់ផ្ដើមញ៉ាំយើងចាក់មួយកែវចឹង